កុយលេងក្រោយផ្ទះក៏នឹកឃើញថតរូបភាពមកប៉ោះសម្រាប់បង្ហោះបងប្អូនឆ្លៀតពេលនឹងដែរយើងធ្វើវីដេអូទៅវាមិនល្អបងប្អូនយើងបានចែកម្លែកអស់គ្នាហើយខ្ញុំជឿថាបងប្អូនខ្លះគាត់ប្រកាសជាអត់ចេះទេតាក់ទងជាមួយការបង្ហោះវីដេអូបង្ហោះរូបភាពជាប់ជាមួយនឹងរូបភាពជន់គ្នាបងប្អូនដូចថាគេថតរូបភាពគេមួយស្លឹកបន្ទាប់មកគេដាក់គេដាក់មួយពីលើរូបភាពគេចឹងបងប្អូនណាតោះឥឡូវបងប្អូនចូលមើលបងប្អូនខ្ញុំមានរូបភាពត្រៀមឲ្យបងប្អូនអញ្ចឹងទីមួយខ្ញុំចូលទៅ select រូបភាពខ្ញុំមាននេះរូបភាពទីមួយទៅខ្ញុំចូល select រូបភាពខ្ញុំយកមកហើយទី2ខ្ញុំទៅយករូបភាពខ្ញុំចង់ដាក់ពីលើខ្ញុំក៏មានត្រៀមលួចហើយដែរបងប្អូននេះគឺខ្ញុំសប្បាយចិត្ត engagement ខ្ញុំគឺមានចំនួន 44,795 engagement បងប្អូនអញ្ចឹងខ្ញុំនឹងដាក់នៅពីលើរូបភាពខ្ញុំហ្នឹងនៅផ្នែកណាមួយដែលមើលទៅស័ក្តិសមនឹងមើលទៅតម្រង់ទៅវាសមរម្យអញ្ចឹងយើងកុំឲ្យវាធំពេកឬក៏វាតូចពេកអាចមើលឃើញខ្ញុំសុំធំតិចទៀតអូខេមើលទៅច្បាស់ទាំងអស់បន្ទាប់មកបងប្អូនចុចពាក្យ next មកចឹងយើងសេរីឲ្យអស់ហើយរូបភាពយើងកំណត់យកប៉ុណ្ណឹងបងប្អូនមិនសមិនខ្មៅយើងបាញ់បែបអីយើងសេរីតាមទៅអញ្ចឹងខ្ញុំសរសេរ caption សរសេរចំណងជើងខ្ញុំដាក់ថា44 795បន្ទាប់មកខ្ញុំសរសេរបន្តិចទេ engagement បងប្អូនហើយបន្ទាប់មកខ្ញុំដាក់រូបស្ពះមួយបន្ទាប់មកបងប្អូនមើលម្ដងទៀតមកគឺអូខេណាស់អញ្ចឹងខ្ញុំបានរូបភាពដែលខ្ញុំត្រៀមសម្រាប់ផយបងប្អូនអញ្ចឹងខ្ញុំមើលទៅវាសពគ្រប់អស់ហើយខ្ញុំចុច next បន្ទាប់ពីបងប្អូនចុច next ហើយបងប្អូនអាច select គ្រប់បងប្អូន select គ្រប់ដែលបងប្អូនចង់ដាក់ទៅដាក់បានម្ដង3ទេបងប្អូនណាអញ្ចឹង monetize គឺគ្មានទេមាន star ទេ story ខ្ញុំដាក់ទៅ story មួយទៀតទៅ story ទៅមកអាហ្នឹងយើងភ្ជាប់ទៅអត់បងប្អូនវារែងអូសទៅតាមគ្នាណាដើម្បីឲ្យគេមើលផ្លូវណាក៏ឃើញដែរបន្ទាប់ពីបងប្អូន select គ្រប់គ្រាន់ណាស់ហើយមុខងារមួយគ្រប់គ្រាន់ណាស់ហើយភ្ជាប់ឲ្យអស់ story ឲ្យអស់ monetize អស់គ្រប់ឲ្យអស់ហើយបងប្អូនចុចផុសចាប់សពគ្រប់ហើយពេលចុចផុសបងប្អូនពេលចុចផុសហើយវានឹងទៅហើយបងប្អូនវាធ្វើការទៅណាអញ្ចឹងរូបភាពវាអត់មានយូរទេនេះបងប្អូននេះរូបភាពគឺវាទៅបងប្អូនអញ្ចឹងរូបភាពហ្នឹង history ក៏ទៅដែរទៅតាណាគ្នាបងប្អូនអញ្ចឹងរូបភាពហ្នឹងគឺជោគជ័យបងប្អូនមានតែប៉ុណ្្នឹងទេដែលគេដាក់រូបពីលើហ្នឹងណាគឺអត់មានទៅកាត់តនឹងកម្មវិធីស្អីយ៉ាងណាទេគឺធ្វើនៅលើ tool របស់ Facebook ហ្នឹងតែម្ដងបងប្អូនអញ្ចឹងខ្ញុំមាន